សក្តីសង្ខេបនៃច្បាប់និងការផាកពិន័យសម្រាប់ការបើកបរលើគន្លងផ្លូវឡានក្រុង Bus Lane និងគន្លង T2 ក្នុងប្រទេស Nouvelle-Zélande 1. ការបើកបរលើគន្លងផ្លូវហាមឃាត់ Bus Lane និង T2 កំហុសបើកបរលើ Bus Lane ឬបើកលើគន្លង T2 តែម្នាក់ឯងក្នុងម៉ោងដែលគេកំណត់ ប្រាក់ពិន័យ$150 ករណីលើកលែងអ្នកអាចបើកចូលបានតែក្នុងចម្ងាយមិនលើសពី50ម៉ែត្រប៉ុណ្ណោះនៅពេលរៀបនឹងបត់ឆ្វេងចូលផ្លូវតូចឬចូលផ្ទះ 2. ការចតឡានលើគន្លងផ្លូវឡានក្រុង Parking កំហុសចតឡានចោលលើគន្លង Bus Lane ក្នុងម៉ោងដែលគេហាមឃាត់ប្រាក់ពិន័យ$60សម្រាប់ការចតខុសច្បាប់ផលវិបាកបន្ថែមឡានរបស់អ្នកនឹងត្រូវស្ទូចយកទៅបាត់ថូតដែលតម្រូវឲ្យអ្នកបង់ថ្លៃស្ទូចនិងថ្លៃរក្សាទុកឡានបន្ថែមទៀតសរុបអាចអស់ចន្លោះពី$200ទៅ$300 plus តារាងសង្ខេបប្រភេទកំហុសប្រាក់ពិន័យផលវិបាកផ្សេងបើកបរលើ Bus Lane $150ថតជាប់ដោយកាមេរ៉ាស្វ័យប្រវត្តិបើកលើ T2 តែម្នាក់ឯង$150កាមេរ៉ាអាចឆ្លក់មើលចំនួននរនោះក្នុងឡានចតលើ Bus Lane $60ត្រូវស្ទូចឡានចេញត្រូវបង់ថ្លៃស្ទូចបន្ថែមចំណុចសំខាន់នៅតាមទីក្រុងធំៗដូចជា Auckland គេប្រើប្រាស់កាមេរ៉ាទំនើបដើម្បីត្រួតពិនិត្យ24ម៉ោងដូច្នេះសូមពិនិត្យមើលផ្លាកសញ្ញាម៉ោងនិងគូចំណាំចម្ងាយ50ម៉ែត្រឲ្យបានច្បាស់លាស់មុននឹងបើកចូល